សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅអ្នកទាំងអស់គ្នាគឺការដាក់ password ការពារទៅលើ workbook ផងយើងអញ្ចឹងប្រសិនបើគ្នាយើងចង់ការពារទៅលើ zip ផងយើងនៅលើ file Excel អញ្ចឹងយើងអាចប្រើវិធីសាស្ត្រនេះបានអញ្ចឹងវាជួយយើងគេខ្លះអញ្ចឹងទី1គឺអត់ឲ្យអ្នកផ្សេងអាច insert zip ថ្មីនៅលើ file Excel ផងយើងបានអត់អាច rename zip ផងយើងដែលមានស្រាប់នៅលើ file Excel យើងបានអត់អាច delete zip ផងយើងបានអត់អាច copy ឬក៏ move zip ផងយើងទៅលើ file ផ្សេងបានហើយអត់អាច hide ឬក៏ unhide ទៅលើ zip ផងយើងបានអញ្ចឹងណាអូខេតោះឥឡូវយើងទៅមើលការអនុវត្តទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំមាន file Excel មួយឥឡូវខ្ញុំសូមបើកឲ្យគ្នាយើងមើលនៅលើ file Excel នេះគឺខ្ញុំអត់ទាន់បានធ្វើអីទេអញ្ចឹងយើងអាចធ្វើអីបានទាំងអស់អញ្ចឹងខ្ញុំអាច insert zip time អូខេនេះអញ្ចឹងខ្ញុំអាច insert zip time ខ្ញុំអាច rename zip អូខេខ្ញុំអាច delete zip អីចឹងទៅអូខេតោះឥឡូវយើងទៅដាក់ password ទាំងអស់គ្នាការពារ workbook ផងយើងអញ្ចឹងដំបូងគឺយើងចូលមក tab review នេះមកបន្ទាប់មកយើងឃើញ icon មួយនេះហើយនឹងពាក្យ protect workbook អញ្ចឹងខ្ញុំ click លើវាមកបន្ទាប់មកគឺខ្ញុំដាក់ password វាអញ្ចឹងគ្នាយើងអាចដាក់ password វាមកបន្ទាប់មកខ្ញុំចុច OK អញ្ចឹងគ្នាយើងត្រូវដាក់ password ភាសាទៀតអញ្ចឹងខ្ញុំចុច OK ទៀតអូខេបន្ទាប់មកខ្ញុំ save អញ្ចឹងខ្ញុំបិទ file នឹងសិនបន្ទាប់មកខ្ញុំសាកបើក file នឹងភាសាទៀតដើម្បីទៅលុប zip ឬក៏ delete zip នឹងអូខេអញ្ចឹងឥឡូវខ្ញុំសាកឧទាហរណ៍ទៅលើ insert zip ថ្មីបន្ថែមខ្ញុំ right click មកអញ្ចឹងគឺ feature ហ្នឹងត្រូវបានបិទហើយដោយសារយើង protect ទៅលើ workbook ផងយើងអញ្ចឹង insert មាន delete មាន rename move and copy មាន hide and hide គឺយើងអាចធ្វើបានទេអញ្ចឹងណាគឺពេលដែលយើងដាក់ password គឺវាបានបិទ feature ហ្នឹងឲ្យយើងធ្វើការបានទេអញ្ចឹងប្រសិនបើគ្នាយើងត្រូវការពារទៅលើ zip ផងយើងនៅលើ file set ផងយើងគឺយើងអាចប្រើវិធីសាស្ត្រហ្នឹងបានព្រោះពេលខ្លះគឺយើង file ហ្នឹងយើងអាចប្រើរួមគ្នាយើងអាច share ទៅដល់អ្នកដទៃអញ្ចឹងណាអញ្ចឹងយើងអាចការពារទៅលើ zip យើងបានអញ្ចឹងបញ្ជាក់គឺយើងការពារទៅលើ zip ផងយើងប៉ុន្តែ data នៅខាងក្នុងគឺយើងអាចលុបយើងអាច delete បានយើងអាចកែប្រែបានធម្មតាអញ្ចឹង workbook គឺយើងការពារទៅលើតែ zip ឬក៏ structure របស់ Excel ហ្នឹងអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើគ្នាយើងមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូហ្នឹងបានអូខេអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ